បាទសួស្តីដល់បងប្អូនទាំងគ្នាថ្ងៃនេះលោកគ្រូនឹងបន្តមេរៀនកម្មវិធី Microsoft Excel របស់យើងបន្តទៀតដែលថ្ងៃនេះយើងនឹងនិយាយគ្នាតាក់ទងទៅជាមួយនឹងប្រភេទទិន្នន័យដែលភាសាអង់គ្លេសគេហៅថា data type ណានៅក្នុងកម្មវិធី Microsoft Excel អូខេតោះអញ្ចឹងដើម្បីកុំឲ្យខាតពេលយើងចាប់ផ្ដើមចូលទៅកាន់មេរៀនជាមួយគ្នាអូខេអញ្ចឹងប្រភេទទិន្នន័យនៅក្នុងកម្មវិធី Microsoft Excel របស់យើងត្រូវការបែងចែកចេញជាផ្នែករបស់វាអូខេអញ្ចឹងបងអាចមើលទៅលើវីដេអូនៅក្នុងលើ slide របស់លោកគ្រូដែលគ្រូបានបង្ហាញឲ្យអូខេប្រភេទទិន្នន័យដែលតាក់ទងទៅជាមួយនឹងគេហៅថា general ដែលយើងអាចនិយាយភាសាខ្មែរថាជាប្រភេទទិន្នន័យទូទៅអូខេតិចទៀតលោកគ្រូនឹងបែងចែកថាតើស្អីគេទៅជាប្រភេទទិន្នន័យទូទៅដើម្បីអូនបានស្គាល់ឲ្យមានន័យថាបែងចែកដាច់រវាងប្រភេទទិន្នន័យទូទៅជាមួយនឹងប្រភេទទិន្នន័យដែលតាក់ទងជាផ្នែកដែលយើងអាចប្រើប្រាស់នៅក្នុងកម្មវិធី Microsoft Excel ឲ្យបានច្បាស់អូខេអញ្ចឹងទី1គឺនិយាយអំពីប្រភេទទិន្នន័យទូទៅដែលអង់គ្លេសគេហៅថា general បន្តមកទៀតប្រភេទទិន្នន័យដែលគិតជាលេខបាទដែលភាសាអង់គ្លេសគេហៅថា number បាទបន្តមកទៀតយើងនិយាយអំពីតាក់ទងទៅជាមួយនឹង currency បាទ currency គឺនិយាយអំពីទិន្នន័យជារូបិយប័ណ្ណបាទមួយទៀតគឺតាក់ទងទៅជាមួយនឹង accountant បាទ accountant កន្លែងនេះគឺប្រភេទទិន្នន័យវាដែលជាប្រភេទគេហៅថាប្រព័ន្ធគណនេយ្យបាទតាក់ទងទៅជាមួយនឹង date គឺជាប្រភេទទិន្នន័យការបរិច្ឆេទដែលការបរិច្ឆេទនេះវាមានទម្រង់របស់វាមានទម្រង់ខ្លីឬក៏ទម្រង់វែងនៅក្នុងលំហាត់មេរៀនបងប្អូននឹងបានយល់ថាតើការប្រើប្រាស់ទម្រង់ខ្លីបែបម៉េចទម្រង់វែងបែបម៉េចអូខេបន្តមកទៀតគឺតាក់ទងទៅជាមួយនឹង time ប្រភេទទិន្នន័យ time នេះគឺជាប្រភេទទិន្នន័យម៉ោងដែលយើងអាចធ្វើការបញ្ចូលប្រភេទទិន្នន័យនៅក្នុងកម្មវិធី Microsoft Excel គិតជាម៉ោងអញ្ចឹងពេលដែលយើងបញ្ចូលទិន្នន័យជាម៉ោងទៅពេលដែលយើងធ្វើការគណនាវាបោះទិន្នន័យចេញមកក៏ជាប្រភេទទិន្នន័យដែលជាម៉ោងដែរអូខេមួយទៀតគឺប្រភេទទិន្នន័យ percentage ដែលយើងសំដៅទៅលើភាគរយបាទភាគរយដូចជា 5% 7% 10% 50% ទៅ 100% អញ្ចឹងបាទមួយទៀតគឺគេហៅថា fraction បាទ fraction កន្លែងនេះគឺតាក់ទងទៅជាមួយនឹងប្រភេទទិន្នន័យដែលជាលក្ខណៈជាផលចែកឬក៏ប្រភាគបាទអានេះវាតាក់ទងទៅជាមួយនឹងខាងគណិតវិទ្យាបាទសម្រាប់ scientific នេះគឺក៏តាក់ទងទៅជាមួយនឹងប្រភេទស្វ័យគុណខាងគណិតវិទ្យាដូចគ្នាដែរណាហើយសម្រាប់ text គឺតាក់ទងទៅជាមួយនឹងប្រភេទអក្សរបាទអូខេប្រភេទទិន្នន័យមួយចំនួនយើងអត់ធ្វើការលើកយកមកបង្ហាញនៅក្នុងមេរៀនទេពីព្រោះវាអត់តាក់ទងទៅជាមួយនឹងជំនាញរបស់បងប្អូនចឹងលោកគ្រូសូមលើកយកជំនាញមានន័យថាយកប្រភេទទិន្នន័យដែលយើងប្រើការជាចាំបាច់នៅក្នុងការងារជាក់ស្ដែងរបស់បងប្អូនទាំងគ្នាអូខេឥឡូវយើងត្រឡប់មកពេលដែលបងប្អូនបានស្គាល់អំពីប្រភេទទិន្នន័យទាំងអស់ហ្នឹងហើយអញ្ចឹងទិន្នន័យទាំងអស់ហ្នឹងយើងបែងចែកជាចំនួនជាផ្នែកអញ្ចឹងឥឡូវលោកគ្រូចាប់ផ្ដើមលើកឧទាហរណ៍មួយមកនិយាយតោះអញ្ចឹងយើងចាប់ផ្ដើមចូលទៅប្រភេទការប្រើប្រាស់ប្រភេទទិន្នន័យរបស់យើងតោះអូខេអញ្ចឹងប្រភេទការប្រើប្រាស់ប្រភេទទិន្នន័យរបស់យើងទី1ដើម្បីអាចធ្វើការជ្រើសរើសឬក៏ប្រើប្រាស់លើប្រភេទទិន្នន័យបានទី1គឺបងប្អូនធ្វើការជ្រើសរើស cell ណាមួយដែលបងប្អូនចង់កំណត់ប្រភេទទិន្នន័យហ្នឹងឧទាហរណ៍ថាឥឡូវលោកគ្រូចង់ដាក់នៅលើ cell មួយណាអូខេចឹងលោកគ្រូចុចលើវាមួយមកបន្តមកទៀតបងប្អូនធ្វើការចុចលើពាក្យថា home page បាទអញ្ចឹងលើពាក្យចុចលើ home page របស់យើងនេះបាទចំណុចទី1របស់យើងនេះបន្តមកទៀតបងប្អូនត្រង់កន្លែងនេះត្រង់កន្លែង number ណាអូខេត្រង់កន្លែង number ហ្នឹងបាទនៅត្រង់កន្លែងប្រអប់នេះហ្នឹងឃើញអូខេបន្តមកទៀតបងប្អូនជ្រើសរើសអីគេ number format ហ្នឹងបងប្អូនជ្រើសរើសប្រភេទទិន្នន័យមកពេលបងប្អូនចុចលើសញ្ញាព្រួយនេះមកនេះបាទប្រភេទសញ្ញាព្រួយទម្លាក់វាមកយើងនឹងឃើញប្រភេទទិន្នន័យជាច្រើនដែលបងប្អូនអាចជ្រើសរើសដូចលោកគ្រូបានបង្ហាញអញ្ចឹងមានដូចជាប្រភេទ general ប្រភេទ number ប្រភេទ currency ប្រភេទ accounting ប្រភេទ short date long date time percentage ដូចលោកគ្រូបានបង្ហាញមកអញ្ចឹងណាអូខេអញ្ចឹងមួយចំណុចទៀតបើសិនបើបងប្អូនជ្រើសរើសហើយយើងអាចធ្វើការមានន័យថាបើសិនបងប្អូនចុចលើកន្លែងនេះវាអាចបង្ហាញថាបងប្អូនឆ្លាញ់មួយណាអូនជ្រើសរើសលើកន្លែងហ្នឹងយើងក៏អាចធ្វើការចុចមកខាងទៀតដែរយើងចុចលើពាក្យថា more number ខាងក្រោមនេះណានេះបងប្អូនចុចលើពាក្យថា more number ហ្នឹងវានឹងបង្ហាញប្រភេទទិន្នន័យដើម្បីឲ្យបងប្អូនធ្វើការកំណត់ប្រភេទទិន្នន័យលក្ខខណ្ឌបន្ថែមទៀតនៅលើប្រភេទទិន្នន័យមួយបានណាអូខេអញ្ចឹងឧទាហរណ៍ថាឥឡូវគ្រូចូលទៅមួយទៀតណានេះអញ្ចឹងពេលដែលបងប្អូនចុចលើពាក្យថា more format number ឬក៏បងប្អូនអាចចុចលើប្រអប់ទូចនៅកន្លែងត្រង់កន្លែង number នេះរបស់យើងហ្នឹងបាទប្រអប់ទូចនេះគេហៅថា number group ហ្នឹងបងប្អូនចុចលើវាមកបងនឹងឃើញផ្ទាំងនេះមកឲ្យយើងមួយបាទឧទាហរណ៍ថាប្រភេទទិន្នន័យដែលយើងបានឃើញមិញនេះវានៅក្នុង category នេះជាប្រភេទរបស់វានេះអញ្ចឹងវាមានម្ដុំកន្លែងនេះអញ្ចឹងឧទាហរណ៍ថាឥឡូវលោកគ្រូយកឧទាហរណ៍មួយប្រភេទទិន្នន័យជា number យកមកប្រើប្រាស់អូខេអញ្ចឹងប្រភេទទិន្នន័យប្រភេទ number មកប្រើប្រាស់វានឹងបង្ហាញឲ្យយើងត្រង់កន្លែង
simple បាទ simple កន្លែងនេះគឺជាគំរូទិន្នន័យដែលយើងបានជ្រើសរើសចឹងឧទាហរណ៍ថាយើងវាយប្រមាណលេខប្រមាណមកយើងបញ្ចូលទៅហើយយើងជ្រើសរើសប្រភេទ number ហ្នឹងកន្លែង sample ហ្នឹងវានឹងបង្ហាញឲ្យយើងណាអូខេ sample មិនមែន simple ទេណាបាទសុំទោសអូខេមួយទៀតគឺតាក់ទងទៅជាមួយនឹង decimal place បាទ decimal place កន្លែងនេះគឺចំនួនក្បៀសបាទចំនួនក្រោយក្បៀសបាទចំនួនក្បៀសក្រោយខ្ទង់របស់យើងណាឧទាហរណ៍ថាឥឡូវឧមាថាយើងមានលេខ50អញ្ចឹងយើងមានកន្ទុយក្រោយពីក្រោយមួយទៀតគឺមានតែ 50.00 នេះអញ្ចឹងទៅបងថតថាយើងចង់បានប្រមាណ0ក្រោយក្បៀសហ្នឹងប្រមាណយើងចង់បានប្រមាណយើងដាក់វាមកណាយើងយកកន្លែង decimal place នេះបន្ថែមចំនួនលេខវាទៀតមកអូខេមួយទៀតគឺតាក់ទងទៅជាមួយនឹង use 1000 ឬក៏1000 separator គឺមានន័យថាយើងប្រើក្បៀសសម្រាប់កាត់ក្បៀសខ្ទង់ពាន់បាទឧទាហរណ៍ថាយើងកាត់ក្បៀសខ្ទង់ពាន់នឹងមានន័យមិនមានន័យថាវាងាយស្រួលក្នុងការដែលយើងធ្វើការរាប់ទិន្នន័យរាប់ចំនួនតួលេខបាទឧទាហរណ៍ថាវាកាត់ក្បៀសមានន័យថាដល់ពាន់វាកាត់ក្បៀសម្ដងដល់ពាន់វាកាត់ក្បៀសម្ដងអញ្ចឹងមានន័យថា3មានន័យថា3ខ្ទង់ម្ដងវាកាត់ក្បៀសម្ដង3ខ្ទង់ម្ដងវាកាត់ក្បៀសម្ដងងាយស្រួលយើងធ្វើការរាប់បាទអូខេអញ្ចឹងលោកគ្រូគាត់លើកឧទាហរណ៍មួយប្រភេទបែបហ្នឹងសម្រាប់ប្រភេទទិន្នន័យផ្សេងទៀតក៏អត់មានខុសគ្នាដែរណាគឺដូចគ្នាអញ្ចឹងឥឡូវយើងចាប់ផ្ដើមស្គាល់អំពីការកំណត់ប្រភេទ number ប៉ុណ្្នឹងមួយឥឡូវយើងចាប់ផ្ដើមលោកគ្រូលើកឧទាហរណ៍មួយទៀតតាក់ទងទៅជាមួយនឹងប្រភេទមួយទៀតគឺ currency ឬក៏ accountant បាទពីរហ្នឹងគឺប្រភេទវាគឺស្តៀងគ្នាគឺដូចគ្នាណាបាទ currency គឺតាក់ទងទៅជាមួយនឹងរូបិយប័ណ្ណសម្រាប់ accountant គឺតាក់ទងទៅជាមួយនឹង decimal មានន័យថាគណនេយ្យប៉ុន្តែគ្រាន់តែវាមានភាពខុសគ្នាត្រង់មួយចំណុចតិចលោកគ្រូនឹងបង្ហាញយើងដឹងថាតើពីរហ្នឹងវាខុសគ្នាបែបម៉េចតោះអញ្ចឹងពេលយើងយក currency មកបាទពេលយើងយក currency មកត្រង់កន្លែង sample នេះគឺដូចគ្នានឹងមិញដដែលហ្នឹង decimal place ក៏ដូចគ្នានឹងកន្លែងមិញហ្នឹងប៉ុន្តែវាមានបន្ថែមចំណុចមួយទៀតគឺតាក់ទងទៅជាមួយនឹង symbol របស់យើងនេះបាទ symbol នេះគឺសម្រាប់ជ្រើសរើសនិមិត្តសញ្ញារូបិយប័ណ្ណរបស់យើងអញ្ចឹងកន្លែងរូបិយប័ណ្ណនេះវាមានប្រភេទក្នុងការដែលយើងធ្វើការជ្រើសរើសប្រភេទលុយដុល្លារលុយខ្មែរលុយបាតលុយដុងលុយអីផ្សេងណាអញ្ចឹងរូបិយប័ណ្ណរបស់យើងជាច្រើនវាត្រូវបានបង្ហាញនៅក្នុងនេះបើយើងចង់បានប្រភេទលុយមានន័យថាប្រភេទចំនួនតួលេខដែលគិតជាលុយបាតយើងដាក់រូបិយប័ណ្ណឲ្យត្រូវអញ្ចឹងយើងចុចកន្លែង symbol នេះមកវាចេញមកយើងនឹងធ្វើការចុចលើវាហើយយើងចុចវាយអូខេទៅយើងចុចធ្វើការបញ្ចូលទិន្នន័យហ្នឹងជាប្រភេទលុយបាតបានហើយបាទអូខេអញ្ចឹងកន្លែងនេះដោយលោកគ្រូបានប្រាប់ໄວពីហ្នឹង currency និង accounting វាប្រភេទទិន្នន័យវាដូចគ្នាអត់មានខុសគ្នាទេបាទប៉ុន្តែភាពខុសគ្នាត្រង់ចំណុចមួយគឺមានន័យថាបើយើងប្រើ currency រូបិយប័ណ្ណមានន័យថាកន្លែង symbol របស់យើងនេះ symbol របស់យើងអានិមិត្តសញ្ញារូបិយប័ណ្ណរបស់វាហ្នឹងគឺវានៅជាប់ជាមួយនឹងតម្លៃទិន្នន័យលេខដែលយើងបានបញ្ចូលវានៅអោបជាប់គ្នាអោបជាប់គ្នាបែបម៉េចអូខេឧទាហរណ៍លោកគ្រូលើកឧទាហរណ៍មួយនេះប្រភេទទិន្នន័យនេះគេ currency នេះអញ្ចឹងឃើញលុយដុល្លារនេះគឺវាជាប់គ្នាជាមួយនឹងអីគេចំនួនតួលេខហ្នឹងថាវាជាប់គ្នានៅបែបហ្នឹងអត់មានទៅណាទេវានៅជាប់គ្នានឹងចំនួនតួលេខហ្នឹងប៉ុន្តែប្រភេទតាក់ទងទៅជាមួយនឹង accountant យើងអាចជ្រើសរើសប្រភេទ symbol ចឹងបានដូចគ្នាប៉ុន្តែវាខុសគ្នាត្រង់ថាមានន័យថាវាខុសគ្នាត្រង់ចំណុចមួយបាទវាខុសគ្នាត្រង់ចំណុចមួយដែលបង្ហាញឲ្យយើងឃើញគឺមានន័យថារូបិយប័ណ្ណទាំងអស់មានន័យថា symbol របស់យើងហ្នឹងគឺវានឹងបង្ហាញនៅខាងចុងវិញអត់បង្ហាញអឹបជាប់ជាមួយនឹងតួលេខដែលយើងវាយបញ្ចូលវានៅខាងឆ្វេងដៃរបស់យើងវិញទោះបីជាយើងវាយប្រមាណក៏វានៅខាងឆ្វេងដៃដែរអូខេអញ្ចឹងយើងអាចសង្កត់បានថាប្រសិនបើតួលេខឬក៏រូបិយប័ណ្ណដែលវានៅជាប់ជាមួយនឹងតួលេខដែលយើងបញ្ចូលអាហ្នឹងគឺប្រភេទទិន្នន័យវាជា currency ប៉ុន្តែប្រភេទទិន្នន័យដែលនៅមានន័យថារូបិយប័ណ្ណដែលនៅឆ្ងាយពីតួលេខរបស់យើងអាហ្នឹងគេហៅថា accountant បាទអញ្ចឹងយើងបែងចែកដាច់ពីហ្នឹងណាអូខេនេះជាការប្រើប្រាស់ប្រភេទទិន្នន័យគេហៅថាប្រភេទទិន្នន័យaccountant ឬក៏ currency ឥឡូវលោកគ្រូលើកយកឧទាហរណ៍មួយទៀតតាក់ទងទៅជាមួយនឹងប្រភេទ date and time បាទអញ្ចឹងប្រភេទ date and time នេះគឺយើងធ្វើការជ្រើសរើសដូចគ្នាជាមួយនឹងប្រភេទទិន្នន័យរបស់យើងគឺមានន័យថាវាមាន short date និង long date ប៉ុន្តែពេលយើងចូលមកនេះវានឹងបង្ហាញប្រភេទ time របស់យើងអញ្ចឹងយើងអាចជ្រើសកន្លែងប្រភេទ time នេះតែយើងចង់បានប្រភេទការបច្ឆេទបែបទម្រង់មួយណាអូខេអញ្ចឹងឧមាថាយើងចុចមកយើងជ្រើសរើសមកយើងមើលឃើញគំរូស្រាប់បើយើងឆ្លាញ់វាកន្លែងមួយណាយើងជ្រើសរើសចុចវាទៅហើយយើងចុចអូខេទៅណាយើងនឹងបង្ហាញថាប្រភេទទិន្នន័យនេះជាការបច្ឆេទសម្រាប់ម៉ោងក៏ដូចគ្នាដែរវាមានប្រភេទរបស់វាអញ្ចឹងយើងអាចធ្វើការជ្រើសរើសដោយចុចបើសិនបើយើងមើលទៅវានៅក្រោមទៀតណាអញ្ចឹងយើងចុច scroll វាចុះក្រោមរហូតមកយើងនឹងមើលឃើញថាតើប្រភេទទិន្នន័យរបស់វាទាំងអស់ហ្នឹង
វាបានបែបម៉េចណាយើងអាចជ្រើសរើសយកប្រភេទណាមួយយើងពេញចិត្តទៅអូខេអញ្ចឹងចំណុចកន្លែងនេះគឺលោកគ្រូបង្ហាញប៉ុណ្ណឹងអញ្ចឹងមានលំហាត់មានន័យថាវីដេអូមេរៀនក្រោយលោកគ្រូនឹងបង្ហាញឲ្យយើងពីរបៀបនៃការអនុវត្តផ្ទាល់ទៅលើប្រភេទតិន្នន័យនឹងតែម្ដងអញ្ចឹងសូមបងប្អូនគ្នាមើលថាតើប្រភេទតិន្នន័យរបស់យើងនៅក្នុងកម្មវិធី Microsoft Excel មានប្រភេទតិន្នន័យប្រមាណយើងអាចមើលឃើញបានណាអូខេអញ្ចឹងសម្រាប់វីដេអូក្រោយយើងនឹងធ្វើការកែលំហាត់ជាមួយគ្នាគឺតាក់ទងទៅជាមួយនឹងប្រភេទតិន្នន័យបែបនេះហើយថាតើយើងកំណត់បែបម៉េចយើងវាយបញ្ចូលបែបម៉េចទើបបានតិន្នន័យប្រភេទបែបអញ្ចឹងអូខេអរគុណជួបគ្នានៅវីដេអូក្រោយណា